បានសួស្តីពុកម៉ែបងប្អូនហ្នឹងហើយតវីដេអូពីបញ្ហាឈឺកចឹងឥឡូវចាប់ផ្ដើមពីបញ្ហាស្លាក់សាច់ដុំបាទចឹងបញ្ហាឈឺកបណ្ដាលមកពីស្លាក់សាច់ដុំគឺភាគច្រើនគឺមកពីស្ថានភាពចឹងស្ថានភាពហ្នឹងមានន័យថាម៉េចមានន័យថាឧទាហរណ៍ពេលយើងអង្គុយធ្វើការដូចជាសរសេរនៅការិយាល័យយូរចឹងយើងអោនឬក៏យើងវាយកុំព្យូទ័រយូរហើយតមកយើងអាចបានប្រែប្រួលស្ថានភាពករបស់យើងឲ្យដើម្បីឲ្យសាច់ដុំនឹងវាបធូរមកវិញចឹងដល់ពេលវាចលនាវាដដែលជាប្រចាំថ្ងៃទៅចឹងវាធ្វើឲ្យសាច់ដុំដែលនៅខាងក្រោយឬសាច់ដុំជុំវិញកហ្នឹងសាច់ដុំខ្លះវាទៅជាតឹងសាច់ដុំខ្លះវាទៅជាខ្សោយបាទចឹងដល់ពេលសាច់ដុំតឹងឬក៏ខ្សោយយូរទៅចឹងវាធ្វើឲ្យសន្លាក់នៅជុំវិញកយើងហ្នឹងវាទូចចឹងវាអាចងាយធ្វើឲ្យសន្លាក់ហ្នឹងវាទៅជារលាកយូរទៅវាអាចទៅជាស្អិតបាទចឹងធ្វើម៉េចបានយើងដឹងចឹងទី1យើងធ្វើឲ្យដឹងពីកន្លងស្លាក់របស់នៅករបស់យើងតើនៅករបស់យើងមានចលនាអីខ្លះហើយតើមកកន្លងស្លាក់វាមិនខ្លះបាទចឹងចលនានៅកគឺមាន6មកថាពេលអោនចេះទៅបើយើងអត់មានបញ្ហាអត់មានឈឺទេឬក៏អែនឡើងលើមកក្រោយចេះក៏អត់មានឈឺដែរហ្នឹងមានន័យថាធម្មតាចឹងបង្វិលមកឆ្វេងហើយនេះកន្លងស្លាក់ករបស់យើងហ្នឹងគឺវាបានពេញល្អចឹងប្រហែលជា70%ឬបាទទៅស្ដាំតើវាស្មើដូចខាងឆ្វេងអត់មានឈឺអត់មានតឹងអីទេផ្អៀងទៅឆ្វេងនិងផ្អៀងទៅស្ដាំចឹងបើយើងធ្វើចលនាទាំងអស់ហ្នឹងទាំងសងខាងអត់មានឈឺអត់មានអីបង្វិលទៅក៏អត់ឈឺអោនក៏អត់ឈឺអែនក៏អត់ឈឺបានន័យថាគឺបញ្ហាស្លាក់សាច់ដុំនៅករបស់យើងហ្នឹងគឺធម្មតាប៉ុន្តែក្នុងករណីខ្លះអ្នកដែលគាត់មានបញ្ហាកបានន័យថាឧទាហរណ៍ថាគាត់មានបញ្ហាគាត់បង្វិលទៅខាងឆ្វេងគាត់បង្វិលទៅគាត់ចាប់ផ្ដើមឈឺបាទឈឺអញ្ចឹងតើយើងយកដៃរុញចេះបានមកទៀតហើយតមកវាអាចឈឺខ្លាំងជាងមុនបាទអញ្ចឹងអាហ្នឹងករណីអញ្ចឹងបានន័យថាគឺវាអាចមកពីសាច់ដុំច្រើនជាងស្លាក់បាទព្រោះនៅពេលដែលយើងវិលមកចេះវាឈឺដល់ពេលយើងជួយរុញថែមចេះទៀតវាបានកន្លងស្លាក់ជាងមុនទៀតចឹងបានន័យថាគឺសាច់ដុំវាយើងជួយទៅវាអាចយាវបន្ថែមចឹងបើអ្នកមានបញ្ហាស្លាក់វិញនៅពេលដែលគាត់ងាកមកខាងឆ្វេងបានតែប៉ុណ្្នឹងនៅពេលគាត់បង្វិលដៃនេះជួយបង្វិលទៅគឺវាអត់ទៅទេបាទចឹងវាដូចមានអារម្មណ៍ថាដូចវាគាំងនៅកចឹងអាហ្នឹងបញ្ហាមកពីភាគច្រើនមកពីស្លាក់ហេតុអីយើងចង់ដឹងពីបញ្ហាស្លាក់មកពីសាច់ដុំនិងបញ្ហាមកពីស្លាក់ពីព្រោះការព្យាបាលហើយនិងលំហាត់គឺវាផ្សេងគ្នា